ហើយបងប្អូនណានេះគឺជាភួយកៅអាវហើយនឹងភួយនឹងកៅអាវហើយនឹងសម្ភារៈចាស់ចាំទឹកសាសាណាបងស្រីគាត់យកមកនេះណាអញ្ចឹងបងប្អូនដែលមានកៅអាវភួយដែលទប់ល្ងាបាននៅខែល្ងានេះបងប្អូនអាចយកមកដល់ដាក់នៅទីតាំងសាខាយើងនៅព្រៃលៀបក៏បានឬក៏ទីតាំងសាខានៅបឹងកងនេះក៏បានដែរបងប្អូនណាសូមតែបញ្ជាក់បោកសាដូចគាត់ទៀតណាយើងយកទៅធ្វើដំណើរចែកជូនបងប្អូនចាស់ជនជាតិដើមភាគតិចនៅថ្ងៃទី30ខែ11នេះយើងធ្វើដំណើរទៅរដ្ឋាភិបាលបងប្អូនណាហើយអញ្ចឹងយើងបានចំនួនជាច្រើនបានកៅអាវសម្ភារៈនេះជាច្រើនហ្មងណាអាចទៅជួសដែលមកពីជប៉ុនយើងបាន 3B ហើយបាន 3B ហើយឥឡូវបាននេះទៀតភួយទៅហ្នឹងមានច្រើនទៀតតែនៅខាងព្រៃលៀបរបស់យើងណាអញ្ចឹងបងប្អូនមិនទៅដល់ព្រៃលៀបដាក់ដំណឹងក៏បានដែរបងប្អូនណាហើយបងប្អូនមាននៅកន្លែងណាឆ្ងាយៗបងប្អូនផ្ញើតាមរយៈបន្ថែមអីក៏បានដែរណាអញ្ចឹងយើងថ្ងៃ30ធ្វើដំណើរទាំងអស់គ្នាណាបងប្អូននៅយើងចាប់ដើមល្ងាហើយណានៅស្រុករតនគិរីយើងតាមភូមិតាមអីបងប្អូនជនជាតិភាគតិចដែលយើងយកទៅចែកហ្នឹងគឺចាប់ដើមល្ងាពីខែទៅគឺល្ងាមែនតើណាយកមិញឮថា14 15អង្សាអញ្ចឹងអូខេអញ្ចឹងអរគុណច្រើនបងប្អូនច្រើននេះភួយណាថ្ងៃនេះអូយកទៅគាត់នឹងសុបាយចិត្តមកនេះអរគុណច្រើនបងស្រីណាដែលបានយកមកដល់ផ្ទាល់នៅទីតាំងសាខារបស់យើងនៅបឹងកងតែម្ដងណាអូខេបាយបាយអរគុណច្រើនបងស្រីអញ្ចឹងយើងនឹងបង្ហាញវីដេអូបងប្អូនតទៅទៀតតែមានដំណើរដែលយកមកហ្នឹងគឺនឹងមានបន្តទៀតនៅថ្ងៃទី30ខែ11ហ្នឹងគឺយើងចេញដំណើរទៅពីភ្នំពេញទៅរតនគិរីតែម្ដងទៅអត់ថតអូខេអញ្ចឹងទៅបងប្អូនគ្នាថ្ងៃទី30ខែ11នេះណាជួបគ្នារតនគិរីក៏បានដែរបងប្អូនបាយបាយ